បាទសូមជម្រាបសួរលោកគ្រូអទេសនិងជម្រាបសួរលោកគ្រូនិងគ្រូមិត្តរួមថ្នាក់ទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំសូមមកធ្វើការឆ្លុំឆ្លាំងតេតតទៅនឹងមេរៀនសប្តាហ៍ទី10គឺការវិតម្លៃផលល្បាប់ Portfolio Assessment បាទចឹងនៅក្នុងមេរៀននេះដែរគឺតេតទៅនឹងផលល្បាប់អញ្ចឹងមុននឹងចូលទៅដល់មេរៀននៃការវិតម្លៃផលល្បាប់គឺយើងបានយល់ដឹងអំពីពាក្យថាផលល្បាប់មានន័យបែបម៉េចមានន័យថាបន្ទាប់ពីបានរៀននេះទៅគឺយើងបានដឹងអំពីអត្ថន័យនៃផលល្បាប់គឺមានន័យថាដំណើរនៃការប្រមូលនិងវាយតម្លៃតាមដំណាក់កាលឬក៏បញ្ចប់ដើម្បីជាឯកសារនៃការវឌ្ឍនភាពឆ្ពោះទៅរកគោលដៅនៃការសិក្សាការប្រមូលស្នាដៃផ្សេងដើម្បីជាផុសតាងក្នុងការរីកចម្រើនផ្នែកអ្វីមួយនៅក្នុងការសិក្សាដូចជាតកតនឹងសិលឹកកិច្ចការប្រឡងដែលយើងប្រមូលចងក្រងទុកពីមួយខែទៅមួយខែតើតកតទៅនឹងសិលឹកកិច្ចការរបស់គាត់ដែលគាត់បានប្រឡងហ្នឹងមានការប្រែប្រួលបែបណាចំណុចទៀតគឺប្រាប់អំពីការរីកចម្រើននៅក្នុងការសិក្សាមានន័យថាតកតទៅនឹងផលល្បាប់នេះដែរគឺយើងអាចដឹងអំពីការរីកចម្រើននៃការសិក្សារបស់សិស្សឧទាហរណ៍ថានៅក្នុងខែដំបូងតើគាត់ប្រឡងភាសាខ្មែរគាត់ប្រឡងបានពិន្ទុប៉ុណ្ណានិងខែបន្ទាប់តើវាមានការកើនឬក៏ការថយអញ្ចឹងយើងអាចសង្កេតមើលបានទៅនឹងការប្រមូលសិលឹកកិច្ចការនេះគឺវាជាផុសតាងមួយនៅក្នុងការសិក្សារបស់សិស្សមានន័យយើងប្រមូលចងក្រងជាផុសតាងសម្រាប់ក្នុងការសិក្សារបស់សិស្សតកតទៅនឹងមុខវិជ្ជាគណិតវិទ្យាភាសាខ្មែរឬក៏សិក្សាសង្គមអីជាដើមការវិតម្លៃផលល្បាប់វាជាការវិតម្លៃលើការប្រមូលកិច្ចការផ្សេងរបស់សិស្សតាមរយៈណាមួយយើងអាចប្រមូលតាមរយៈជាសិលឹកកិច្ចការឬក៏យើងអាចប្រមូលចងក្រងជាលក្ខណៈ digital ប៉ុន្តែសម័យនេះគឺសិស្សនៅក្នុងកម្រិតបឋមគាត់មិនអាចធ្វើការចងក្រងឬក៏ធ្វើកិច្ចការតាមរយៈ digital បានល្អទេចំណុចមួយទៀតគឺគេនិយាយអំពីចរិតលក្ខណៈនៃផលល្បាប់មានន័យផលល្បាប់គឺអាចប្រាប់អំពីចរិតលក្ខណៈរបស់ការសិក្សារបស់សិស្សបានមួយផ្នែកដែរអញ្ចឹងលក្ខណៈចរិតលក្ខណៈរបស់ផលល្បាប់នេះគឺផ្ដោតទៅលើលក្ខណៈពិសេស3យ៉ាងទី1ការប្រមូលកិច្ចការរបស់សិស្សមានន័យថាត្រូវមានគោលបំណងច្បាស់លាស់មានថាគោលបំណងរបស់យើងប្រមូលកិច្ចការហ្នឹងកិច្ចការសិស្សហ្នឹងយកមកធ្វើអីយកមកចងក្រងទុកក្នុងការជួយសិស្សឬក៏ក្នុងការជំនួបជាមួយអាណាព្យាបាលដើម្បីប្រាប់អំពីព័ត៌មានសិក្សាទី2គឺសិស្សត្រូវចូលរួមសកម្មក្នុងការដំណើរការនៃការជ្រើសរើសកិច្ចការដែលត្រូវដាក់បញ្ចូលមានន័យថាតកតទៅនឹងស្លឹកកិច្ចការរបស់កូនសិស្សឬក៏យើងហៅថាផលល្បាប់ហ្នឹងមានន័យថាត្រូវមានការចូលរួមសកម្មពីកូនសិស្សដើម្បីឲ្យការប្រមូលផលល្បាប់របស់គាត់ហ្នឹងគឺបានត្រឹមត្រូវនឹងចំគោលដៅឧទាហរណ៍ថាសិស្សនឹងគាត់ធ្វើកិច្ចការរបស់គាត់នឹងដោយបញ្ញារបស់គាត់ឬក៏ជាការយកសិលឹកកិច្ចការផ្សេងយកមកឲ្យយើងដែលជាគ្រូ3សិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងការឆ្លុះបញ្ចាំងខ្លួនឯងមានន័យថាសិស្សត្រូវមានសកម្មភាពក្នុងការឆ្លុះបញ្ចាំងពីខ្លួនឯងបន្ទាប់ពីការធ្វើកិច្ចការអីផ្សេងតកតទៅនឹងផលល្បាប់របស់ពួកគាត់ចឹងតចំណុចនេះដែរដែលចរិតលក្ខណៈនេះគឺមានគោលបំណងច្បាស់លាស់លទ្ធផលការងារឬក៏សិស្សមានន័យថាគោលបំណងច្បាស់លាស់នឹងមានន័យថាតើយើងធ្វើហ្នឹងគឺមានគោលបំណងបែបម៉េចដើម្បីបញ្ស៊ីជាមួយនឹងវត្ថុបំណងលក្ខណៈស្តង់ដារដែលសន្ធិដ្ឋនៅក្នុងសម័យបច្ចេកវិទ្យា
លទ្ធផលការប្រមូលផ្ដុំរៀបចំឯកសារបានល្អនិងមានលក្ខណៈជាប្រព័ន្ធមានន័យថាយើងចងក្រងជា chrono ឬក៏យើងចងក្រងជាប្រព័ន្ធdigital អីផ្សេងមានន័យយើងអាចធ្វើជា file នៅក្នុងកម្មវិធីកុំព្យូទ័រឬក៏យើងអាចចងក្រងជា chrono សម្រាប់កូនសិស្សមួយចំពោះសិស្សមានន័យថាត្រូវមានការចូលរួមនិងការលើកទឹកចិត្តកម្រិតខ្ពស់កិច្ចការឬក៏ស្នាដៃរបស់គាត់ម្នាក់ហ្នឹងជំរុញឲ្យគាត់ធ្វើឲ្យបានល្អដើម្បីជ្រើសរើសខ្លឹមសារមេរៀនដែលគាត់ធ្វើហ្នឹងដោយខ្លួនឯងបានចំណុចមួយទៀតគឺតើតើនឹងចរិតលក្ខណៈនៃផលល្បាប់នឹងដូចគ្នាមានន័យថាគឺការណែនាំដែលបានបង្កើតត្រូវប្រើក្នុងការសរសេរខ្លឹមសារមេរៀនមានន័យថាយើងណែនាំឲ្យកូនសិស្សជាបង្កើតហើយយកទៅប្រើនៅក្នុងខ្លឹមសារមេរៀនទាក់ទងទៅនឹងការបរៀនមេរៀនប្រចាំថ្ងៃស្វ័យឆ្លុះបញ្ចាំងមានន័យថាឲ្យកូនសិស្សឆ្លុះបញ្ចាំងអំពីខ្លួនឯងមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់សមស្របនិងវិតម្លៃទៅតាមផលិតផលដែលគាត់បានធ្វើឡើងតើការធ្វើរបស់គាត់ហ្នឹងវាទទួលបានលទ្ធផលបែបណាមានការជួបជុំរវាងគ្រូនិងសិស្សដើម្បីពិនិត្យនិងវិតម្លៃមានន័យបន្ទាប់ពីយើងបានប្រមូលផលល្បាប់ពីកូនសិស្សហ្នឹងហើយគឺយើងត្រូវការជួបជុំមានន័យថាជួបជាមួយនឹងសិស្សហ្នឹងដើម្បីពិភាក្សាឬក៏ប្រាប់អំពីចំណុចខ្វះខាតនៃការធ្វើផលល្បាប់របស់គាត់នៅលើសាលាកិច្ចការផ្សេងទាក់ទងនឹងគំនូសឬក៏កិច្ចការប្រឡងផ្សេងទាក់ទងទៅនឹងផលល្បាប់នេះដែរគឺវាមានគុណសម្បត្តិផងនិងគុណវិបត្តិផងអញ្ចឹងទាក់ទងទៅនឹងគុណសម្បត្តិរបស់ផលល្បាប់គឺមានន័យជំរុញស្វ័យវិតម្លៃនិងការវិតម្លៃបែបសហការមានន័យជួយជំរុញការវិតម្លៃហ្នឹងឲ្យសិស្សមានការសហការគ្នាបង្កើតការលើកទឹកចិត្តដល់សិស្សមានជំរុញសរសើរទាក់ទងទៅនឹងផលល្បាប់របស់គាត់នឹងផ្ដោតទៅលើចំណុចខ្លាំងនិងអ្វីដែលពួកគាត់អាចធ្វើបានការវិតម្លៃមានលក្ខណៈជាបុគ្គលមានយើងអាចវិតម្លៃទាក់ទងទៅនឹងផលល្បាប់ហ្នឹងជាមួយនឹងសិស្សម្នាក់ដោយមិនផ្ដោតរួមផ្ដល់ឧទាហរណ៍ជាក់ស្ដែងសម្រាប់កិច្ចការប្រជុំរបស់ឪពុកម្ដាយមានន័យថានៅពេលដែលយើងមានការជំនួបប្រជុំជាមួយនឹងឪពុកម្ដាយគឺយើងអាចយកផលល្បាប់ហ្នឹងយកទៅបង្ហាញអំពីការសិក្សារបស់កូនគាត់មួយហ្នឹងឲ្យអាណាព្យាបាលហ្នឹងបានដឹងថាតើតើទៅនឹងការប្រឡងមុខវិជ្ជាគណិតឬក៏ភាសាខ្មែរអីផ្សេងគឺគាត់អាចជួយកែសម្រួលអំពីភាពខ្វះខាតរបស់កូនគាត់ហ្នឹងបន្ទាប់ពីគាត់បានមើលផលល្បាប់ហ្នឹងហើយនឹងចំណុចចុងក្រោយគឺគេនិយាយអំពីភាពបត់បែននិងប្រែប្រួលតាមនឹងប្រែប្រួលតាមមានន័យថាតកតទៅនឹងអាយុមុខវិជ្ជាឬក៏ប្រភេទលទ្ធផលអីផ្សេងតាមសមត្ថភាពឬក៏អារម្មណ៍និងរបៀបនៃការរៀនមានន័យថាភាពបត់បែនហ្នឹងគឺវាបត់បែនទៅនឹងអាយុកម្រិតថ្នាក់ទី1ដល់ទី3តើវាមានភាពបត់បែនបែបណាហើយលក្ខណៈសមត្ថភាពរបស់គាត់ហ្នឹងគឺមានលក្ខណៈបែបណាដែលខុសពីកម្រិតពីទី4ដល់ទី6អញ្ចឹងវាមានលក្ខណៈខុសគ្នាអញ្ចឹងយើងត្រូវមានការបត់បែនអញ្ចឹងខាងលើដែលខ្ញុំបានរៀបរាប់នេះគឺតកតងទៅនឹងគុណសម្បត្តិនៃផលល្បាប់អញ្ចឹងយើងអាចបានដឹងបានទៀតថាតកតងទៅនឹងគុណសម្បត្តិហើយអញ្ចឹងក៏វាមានគុណវិបត្តិហើយមានវាមានគុណសម្បត្តិផងនិងវាមានគុណវិបត្តិផងអញ្ចឹងនៅក្នុងគុណវិបត្តិតើតើទៅនឹងផលល្បាប់នេះគឺត្រូវបានការបណ្ដោះបណ្ដាលគ្រូមានតើតើទៅនឹងការប្រើប្រាស់ផលល្បាប់នេះគឺត្រូវមានការបណ្ដោះបណ្ដាលគ្រូឲ្យដឹងអំពីតើត្រូវធ្វើផលល្បាប់បែបណាឲ្យមានប្រសិទ្ធភាពបាទពិបាកក្នុងការដាក់ពិន្ទុនាំឲ្យមានភាពជឿជាក់
ចាំពិបាកក្នុងការដាក់បន្ទុកទៅលើផលល្បាប់របស់កូនសិស្សចំណាយពេលច្រើនក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យដាក់បន្ទុកនិងជួយសិស្សបាទអញ្ចឹងគុណវិបត្តិវាគឺយើងត្រូវចំណាយពេលច្រើនក្នុងការវិនិច្ឆ័យទៅលើសមត្ថភាពនិងការដាក់បន្ទុកឲ្យសិស្សមួយសិស្សអាចជ្រើសរើសព័ត៌មានដើម្បីបញ្ចូលក្នុងផលល្បាប់មិនបានល្អមានតកតងទៅនឹងកិច្ចការផលល្បាប់របស់គាត់ហ្នឹងគឺគាត់អាចជ្រើសរើសព័ត៌មានផ្សេងក្រៅពីអ្វីដែលគោលដៅដែលយើងចង់បានពីគាត់គំរូនៃផលនៃលទ្ធផលសិស្សអាចនាំឲ្យរកភាពខ្សោយនៃការធ្វើទូទៅកម្មមានន័យថាគំរូដែលសិស្សបានធ្វើហ្នឹងវានាំឲ្យមានភាពខ្សោយទៅនឹងការធ្វើទូទៅកម្មឪពុកម្ដាយអាចនឹងពិបាកនឹងយកអំពីផលល្បាប់បាទតើតើទៅនឹងចំណុចនេះគឺមានន័យថាឪពុកម្ដាយខ្លះគាត់អាចបានយកអំពីថាអ្វីទៅជាផលល្បាប់របស់សិស្សនោះទេអញ្ចឹងគាត់ពិបាកក្នុងការយល់នៅពេលដែលយើងនិយាយពន្យល់គាត់អញ្ចឹងយើងអាចដឹងបានទៀតថាតើតើទៅនឹងផលល្បាប់នេះក៏វាមានប្រភេទនៃផលល្បាប់ដែរអញ្ចឹងប្រភេទនៃផលល្បាប់គឺមាន4ប្រភេទរួមបញ្ចូលជាមួយនឹងផលល្បាប់ digital មួយទៀតដូចជាបើរួមជាមួយនឹងផលល្បាប់ digital មួយទៀតគឺវាមានរហូតដល់5ប្រភេទអញ្ចឹងផលល្បាប់ទាំងនោះមានដូចជាគឺផលល្បាប់ស្នាដៃផលល្បាប់ស្នាដៃហ្នឹងគឺជាអ្វីដែលកូនសិស្សធ្វើឬក៏បង្កើតដោយខ្លួនឯងមានតកតងទៅនឹងការគូសគំនូរឬក៏សារសរសេរអក្សរផ្សំអីជាដើមទី2គឺផលល្បាប់សមត្ថភាពផលល្បាប់សមត្ថភាពនេះគឺជាអ្វីដែលកូនសិស្សអាចធ្វើបានឧទាហរណ៍កូនសិស្សកនឹងគាត់អាចគូសគំនូរបានស្អាតផាត់ពណ៌បានស្អាតហ្នឹងគឺបង្ហាញអំពីផលល្បាប់សមត្ថភាពទី3គឺផលល្បាប់គម្រោងផលល្បាប់គម្រោងហ្នឹងគឺជាអ្វីដែលយើងបានដាក់ឲ្យគាត់ធ្វើឲ្យគាត់ធ្វើបានជោគជ័យឧទាហរណ៍ថាលោកគ្រូអ្នកគ្រូដាក់គម្រោងឲ្យកូនសិស្សធ្វើតកតងទៅនឹងការស្វែងរកវត្ថុនៅជុំវិញខ្លួនរបស់គាត់ហ្នឹងដែលជាវត្ថុធ្វើអំពីដីអីចឹងទៅអញ្ចឹងគាត់អាចស្វែងរកនៅផ្ទះរបស់គាត់ហ្នឹងគឺអាហ្នឹងជាគម្រោងដែលយើងដាក់ឲ្យផលល្បាប់ប្រាប់អំពីការរីកចម្រើនអញ្ចឹងផលល្បាប់ប្រាប់អំពីការរីកចម្រើនមានន័យថាគឺតកតទៅនឹងសិលឹកការអីផ្សេងឧទាហរណ៍ថាខែដំបូងគាត់ប្រឡងបានគណិតវិទ្យា2បន្ទុក3បន្ទុកចឹងដល់ខែបន្តទៀតគាត់កើនទៅគឺអាហ្នឹងហើយគេហៅថាផលល្បាប់រីកចម្រើនចុងក្រោយទី5គឺផលល្បាប់ digital ផលល្បាប់ digital ហ្នឹងគឺជាការចងក្រងជាលក្ខណៈប្រព័ន្ធកុំព្យូទ័រឬក៏តាមគ្រឿងអេឡិចត្រូនិកផ្សេងដែលសិស្សនៅក្នុងកម្រិតបឋមគាត់ពុំអាចក្នុងការធ្វើវាបានទេ